ប្រធានបទមួយគឺនិយាយថារកសមីការស្តង់ដារ parabol ដែលមានគំនុំតាមដោយ f ដែលមាន abscissa 0និង ordinate ដក2និងបន្ទាប់ប្រាប់ទិសដែលមានសមីការ y ស្មើ2បាទគេឲ្យយើងចូលសង់ parabol នេះបាទនេះគឺជាប្រធានលំហាត់ parabol បាទគេឲ្យយើងរកអីពុនគឺសរសេរសមីការស្តង់ដារអញ្ចឹងណាបាទយើងចូលដល់ចម្លើយដល់គ្នាគឺរកសមីការស្តង់ដារនៃ parabol នេះបាទយកពោលសរសេរមកគឺរកសមីការស្តង់ដារនៃ parabol បាទអញ្ចឹងដើម្បីរកសមីការស្តង់ដារនៃ parabol បានបងត្រូវដឹងនិងស្គាល់សមីការស្តង់ដាររបស់ parabol មានប៉ុន្មានបងបាទអញ្ចឹងយើងរំលឹកមួយគឺសមីការស្តង់ដារ parabol បាទខ្ញុំសេកកាត់បាទជាងសមីការស្តង់ដារ parabol របស់យើងកាត់មានកម្ពស់ hk បាទយើងមាន2គឺទី1គឺ x ដក h លើកជាការ៉េស្មើនឹង 4p កតា y ដក k មួយទៀតគឺ y ដក k លើកជាការ៉េស្មើនឹង 4p កតា x ដក h យើងបងត្រូវដឹងថា x គូជាមួយនឹង h y គូជាមួយនឹង k ណាបងបាទអញ្ចឹងយើងដឹងហើយសមីការខាងលើ x ដក h លើកជាការ៉េគឺបានន័យថាការ៉េនៅលើ x បានន័យថាអាចឆ្លោះវាគឺចបាទខ្ញុំសេកាត់បាទបើការ៉េនៅលើ y បានន័យថាអាចឆ្លោះវាដេកណាបងបាទជាងសមីការនេះគឺបានន័យថាជាសមីការស្តង់ដារមានកម្ពស់ hk បាទគឺមាន2ទម្រង់ហ្នឹងអញ្ចឹងនៅក្នុងសមីការនីមួយៗគឺយើងមានកម្ពស់បាទកម្ពស់គឺតាំងដោយ v បាទ hk បាទអញ្ចឹងកម្ពស់តាំងដោយ hk ណាបាទបន្តមកគឺកំណុំគឺយើងតាំងដោយ f ធំបាទ h កបូក p មួយទៀតគឺ h បូក pk បាទអញ្ចឹងកំណុំ hk បូក p នឹងបានន័យថាការ៉េនៅលើ x បានន័យថាអាចឆ្លោះនៃសមីការ parabol ហ្នឹងគឺឈរដល់ឡែកកំណុំ h បូក pk បានន័យថាអាចឆ្លោះវាដេកការ៉េនៅលើ y ណាបងបាទអញ្ចឹងគួរតែចាំលេខហ្នឹងតោះមកយើងមានសមីការបន្តប្រាប់ទិសបាទសមីការបន្តប្រាប់ទិសអាចឆ្លោះវាអាចឈរបានន័យថា y ស្មើនឹង k ដក p បាទ k ដក p មួយទៀតគឺ x ស្មើនឹង h ដក p បាទអញ្ចឹងអាចឆ្លោះវាអាចឈរបានន័យថាសមីការបន្តប្រាប់ទិសរបស់វាគឺ y ស្មើ k ដក p អាចឆ្លោះវាអាចដេកគឺសមីការបន្តប្រាប់ទិស x ស្មើ h ដក p បាទអញ្ចឹងនេះគឺជាការរំលឹកទៅលើសមីការស្តង់ដារ parabol អញ្ចឹងយើងសរសេរចំណាំគឺ x ដក h លើកជាការ៉េស្មើនឹង 4p កតា y ដក k មួយទៀត y ដក k លើកជាការ៉េស្មើនឹង 4p កតា x ដក h បាទអញ្ចឹងយើងមើលប្រធានរបស់យើងថាតើចូលរួមមុនសមីការស្តង់ដារ parabol មួយណាបាទអញ្ចឹងនៅក្នុងប្រធានលំហាត់គេប្រាប់ឲ្យកំណុំគឺ f 0ដក2ហើយថា abscissa 0 ordinate វាស្មើដល់2តទៅមកទៀតបន្តប្រាប់ទៀតគេប្រាប់ឲ្យគឺ y ស្មើនឹង2បាទអញ្ចឹងបាទយើងយោងទៅតាមសមីការបាទអញ្ចឹងយោងទៅតាមប្រធានខាងលើដែលគេប្រាប់បាទអញ្ចឹងបងប្អូនដឹងហើយកំណុំរបស់យើងគឺគេឲ្យហើយ0ដក2បន្តប្រាប់ទៀតគឺ y ស្មើ2អញ្ចឹងបងប្អូនកលេចទៅមើលចំណុចនេះថាតើយើងគួរអញ្ចឹងបងកលេចមើលប្រធានបទរបស់យើងគឺប្រាប់បន្តប្រាប់ទិសគឺ y ស្មើ2ចាអ្វីដែលយើងត្រូវមើលចំណុចពិសេសគឺកន្លែងបន្តប្រាប់ទិសគេប្រាប់ថា y ស្មើនឹង2ចេះបងដឹងហើយកាលណាសមីការបន្តប្រាប់ទិសគឺ y នៅក្នុងសមីការ parabol ចឹងបានន័យថាអាចឆ្លោះវាជាអាចឈរចឹងហ៎បាទបានន័យថាការ៉េនៅលើ x បាទចឹងឧទាហរណ៍ថាគេដូរថាបើសមីការបន្តប្រាប់ទិសនេះ x ស្មើ2វិញអញ្ចឹងបានន័យថាសមីការស្តង់ដារ parabol គឺការ៉េនៅលើ y តួនេះបងហ្នឹងបាទអញ្ចឹងយើងបានចំណាំមិញហើយបាទអញ្ចឹងអ្វីដែលសមីការស្តង់ដារដែលយើងត្រូវយកមកប្រើគឺខាងលើគឺ x ដក h លើជាការ៉េស្មើនឹង 4p កតា y ការ៉េដក k បាទអញ្ចឹងបងទៅចាំណាបងណាបាទអញ្ចឹងសមីការស្តង់ដារ parabol មានរាងបាទឬក៏គឺបាទយើងសរសេរមកគឺ x ដក h លើកជាការ៉េស្មើនឹង 4p កតា y ដក k បាទចឹងអ្វីដែលយើងត្រូវរកគឺ h p ហើយនឹង k បាទចឹងអ្វីដែលយើងត្រូវរកតម្លៃរបស់វាគឺ h p ហើយនឹង k ចឹងយើងរកបានគឺតាមរយៈគំនុំដែលគេប្រាប់បាទគឺតាមរយៈគំនុំដែលគេប្រាប់អញ្ចឹងនៅក្នុងចំណុចនេះបានន័យថាអាចឆ្លោះវាអាចឈរគឺគំនុំវាបានន័យថា hk បូក p ណាបងបាទ hk បូក p អញ្ចឹងយើងសរសេរមកគំនុំ f គឺ hk បូក p គំនុំដែលគេប្រាប់គឺ
F មាន abscess 0 ordinate ដក2អញ្ចឹងយើងផ្ទឹមមកបងបាទអញ្ចឹង abscess ផ្ទឹម abscess ordinate ផ្ទឹម ordinate អញ្ចឹងនាំឲ្យហាស់ស្មើបានស្មើ0អញ្ចឹងណាបាទអញ្ចឹងនាំឲ្យការបូកពេស្មើនឹងដក2បាទចំណុចនេះបងចេះផ្ទឹមណាបងណាបាទមើលបានច្បាស់គឺយើងផ្ទឹម abscess ជាមួយ abscess ordinate ជាមួយនឹង ordinate បាទអញ្ចឹងនាំឲ្យបន្ទាត់ប្រាប់ទេបាទអញ្ចឹងយើងមានបន្ទាត់ប្រាប់ទេរបស់សមីការស្តង់ដារដែលការ៉េនៅលើ x បែរថាអាចឆ្លងវាជាអាចឈរអញ្ចឹងពីខាងដើមគឺមានការរំលឹករួចហើយអញ្ចឹងសមីការបន្ទាត់ប្រាប់ទេរបស់វាគឺ y ស្មើនឹងការដកpណាបងបាទ y ស្មើការដកpប៉ុន្តែសមីការបន្ទាត់ប្រាប់ទេគេប្រាប់គឺ y ស្មើ2បាទ y ស្មើ2អញ្ចឹងយើងផ្ទឹមមកបានន័យថានាំឲ្យបាទ y ដូចគ្នាយើងនាំឲ្យការដកpស្មើនឹង2តើនេះបងលេខហ្នឹងបាទអញ្ចឹងយើងសុំតាំងសមីការសម្គាល់គឺលេខ2បាទដូច្នេះយើងផ្ទឹមសមីការលេខ1និងសមីការលេខ2មកបាទតើនេះបងលេខហ្នឹងបាទអញ្ចឹងតាម1និង2បាទតាម1និង2គឺបាទតាម1និង2គឺគេបានអញ្ចឹងណាបាទតាម1និង2គេបានបាទយើងផ្ទឹមសមីការទាំងពីរនឹងចូលគ្នាមកបងបាទសមីការលេខ1គឺការបូកpស្មើនឹងដក2បាទការបូកpស្មើដក2សមីការទី2គឺការដកpស្មើនឹង2វិញបាទអញ្ចឹងបងមកដល់ចំណុចនេះយើងត្រូវការបូកដកដើម្បីបំបត្តិអញ្ញត្តិមួយហើយយើងទារអញ្ញត្តិមួយទៀតបាទចាំបងលេខមើលការបូកpស្មើដក2ការដកpស្មើនឹង2បាទអញ្ចឹងយើងមើលអញ្ញត្តិមួយបូកpដកpអស់ហើយអញ្ចឹងយើងប្រើវិធីបូកតើនេះបងលេខហ្នឹងបើកន្លែងហ្នឹងសញ្ញាដូចគ្នាបូកដូចគ្នាយើងប្រើការគុណនឹងដក1ទៅបាទគុណសញ្ញាដកឯសមីការណាមួយយើងបូកមកការបូកការស្មើនឹង2ការបាទបូកpដកpគឺស្មើ0ហើយបាទស្មើនឹងដក2បូក2ស្មើ0ទៀតបាទចេះ2ការស្មើ0នាំឲ្យការស្មើ0បាទ0ចែក2ស្មើ0ណាបងបាទអញ្ចឹងយើងយកការស្មើ0នៅចំនួនសមីការលេខ1ក៏បានលេខ2ក៏បានអញ្ចឹងយើងយកសមីការចំនួនទៅសមីការលេខ1ទៅគឺការបូកpស្មើនឹងដក2ជាទារpស្មើនឹងដក2ដកការយើងបោះការទៅនោះដកអង្គទី2ណាបាទយើងស្មើដក2ដក0បាទអញ្ចឹងនាំឲ្យpស្មើនឹងដក2ចឹងអ្វីដែលយើងត្រូវរកគឺឃើញហើយបាទបែរថាយើងរកឃើញយើងសេចំណាំមួយមកទុកกระดาษព្រៀងណាបងណាហាស្មើ0ការស្មើ0pស្មើដក2បាទអញ្ចឹងនេះគឺជាអ្វីដែលយើងត្រូវរកដើម្បីយើងយកទៅចំនួននៅក្នុងសមីការស្តង់ដារបាទរបស់យើងគឺ x ដកហើយជាការ៉េស្មើនឹង 4p កតា y ដកការតោះនេះបងលេខណាបាទអញ្ចឹងបងរកសេមកបាទអញ្ចឹងយើងយកហាដោយចំនួនគឺ x ដក0លេខជាការ៉េស្មើនឹង4p គឺស្មើនឹងដក2គុណឲ្យដក2បាទកតាឲ្យអញ្ចឹងណាបាទកតាឲ្យ y ដកការគឺការស្មើ0បាទ y ដក0ចេះ x ដក0ស្មើ x ដដែលអញ្ចឹងស្មើនឹង x ការ៉េបាទ4គុណឲ្យដក2បាទគឺស្មើនឹងដក8កតា y ដក0ស្មើ y ដដែលបាទអញ្ចឹងសមីការស្តង់ដាររបស់យើងគឺស្មើនឹង x ការ៉េបាទគឺ x ការ៉េស្មើនឹងដក 8y បាទអញ្ចឹងបងសេដូចនេះមកដូចនេះសមីការស្តង់ដារនៃ parabol គឺអញ្ចឹងណាបងបាទពេលប្រឡងបងសេដូចនេះឲ្យបានស្អាតដើម្បីទទួលបាននៅពិន្ទុវិញបាទគឺ x ការ៉េស្មើនឹងដក 8y ជាបងលេខមើលសមីការនេះបាទសមីការស្តង់ដារនេះបានន័យថាហាស្មើ0ការស្មើ0មានន័យថាកម្ពូល parabol កាត់តាំងកម្ពូលមកវាគឺកម្ពូលនៅគុល O អញ្ចឹងណាបាទចូលដល់ចំណុចមួយទៀតគឺសង់ parabol អញ្ចឹងដើម្បីសង់ parabol បានគឺយើងត្រូវមានកម្ពូលគំនុំនិងសមីការបន្តប្រាប់ទេមួយទៀតគឺចំណុចដែល parabol កាត់បើយើងមានកម្ពូលហើយគឺតាមលើ v គឺហាការយើងកម្ពូលរបស់យើងគឺ00អញ្ចឹងហ៎បងបាទគំនុំ f បាទហាបូកហាការបូក p អញ្ចឹងណាបាទគេឲ្យហើយគឺ0ដក2បាទបានន័យថា x ស្មើ0 y ស្មើដក2ណា abscess និង ordinate ចំពោះទៅចាំនេះហ្នឹងបាទអញ្ចឹងសមីការរបស់យើងនេះគឺ x ការ៉េស្មើនឹងដក 8y បាទពុនសេនៅกระดาษព្រៀងយើងទុកមកដើម្បីយើងមើលហើយយើងធ្វើការរកចំណុចដែល parabol នឹងកាត់ដោយឲ្យតម្លៃលេខបាទយើងឲ្យតម្លៃទៅលើអញ្ញត្តិណាមួយទៅបាទគឺអញ្ញត្តិ y ចឹងហ្នឹងបងបាទដើម្បីទាញរក x
តែ x របស់យើងគឺជាប្រភេទជាប្រភេទបាទ x របស់យើងគឺជាប្រភេទការ៉េអញ្ចឹងយើងត្រូវឲ្យតម្លៃ y យ៉ាងម៉េចដែលគុណទៅដែលអាចធ្វើឲ្យ x ហ្នឹងមានតម្លៃការ៉េប្រកបបាទអញ្ចឹងដក8បើយើងឲ្យ x ស្មើប៉ុន្មាន x ស្មើដក2អញ្ចឹងបាទដក2គុណឲ្យដក8ទៅវាស្មើនឹង16វិជ្ជមានបាទអញ្ចឹងការ៉េហ្នឹងយើងអាចលើកជា radical បានហើយទារ x បានអញ្ចឹងបើ x ស្មើបាទអញ្ចឹងបើ y ការ៉េស្មើដក2នាំមក x ការ៉េស្មើនឹងដក8គុណឲ្យដក2បាទដក8គុណឲ្យដក2ស្មើនឹងដកគុណដកគឺបូកណា8គុណ2គឺ16អញ្ចឹង x ការ៉េស្មើ16នាំមក x ចឹងកាលណាយើងទាយរកតម្លៃការ៉េគឺយើងត្រូវមានតម្លៃបូកឬដកបាទស្មើនឹងបូកឬដកឬការ៉េនៃ16អញ្ចឹង16ចេញពី radical បានទេគឺបាន4ការ៉េចេញពី radical បាន4បាទអញ្ចឹងនាំមក x ស្មើនឹងបូកឬដក4អញ្ចឹងបើ y ការ៉េស្មើដល់2នាំ x ស្មើ4និង x ស្មើដក4បាទការតម្លៃនេះគឺបានន័យថាយើងគូសចំណុចកាត់របស់ parabol បន្ថែមនេះសូមនឹងការគូស parabol បាទហើយបន្តប្រាប់ទិសរបស់យើងតាំងដោយ delta គឺ y ការ៉េស្មើ2បាទអញ្ចឹងបងគូសមកបាទទី1គឺ ordonnée បាទ y តមក abscisse គឺ x បាទជួយឈរជួយដេកអញ្ចឹងណាបាទ abscisse បាទអញ្ចឹងពេលប្រឡងបងគូសបន្តតែបានស្អាតណាបងបាទខ្ញុំគាត់តែគូសជាឧទាហរណ៍ជូនបងដើម្បីមើលងាយស្រួលបាទខ្ញុំប្រើដៃបាទគូសដែលប្រើដៃបើអញ្ចឹងពេលប្រឡងបងគូសដែលប្រើបន្តតែបានស្អាតបើអញ្ចឹងយើងដើរចំណុចមកដើរចំណុចឲ្យបានស្អាតបាទក្រិតចំណុចនៅលើ abscisse និង ordonnée ទៅតាមតម្លៃលេខដែលខ្ពស់ជាងគេនៅក្នុងបាទនៅក្នុងតម្លៃរបស់យើងតម្លៃដែលខ្ពស់ជាងគេគឺ4អញ្ចឹងណាបាទ4និងដក4បាទយើងក្រិតមកបាទក្រិតឲ្យបានត្រឹមត្រូវណាបងបាទយើងប្រើបន្ទាត់បាទហើយនៅត្រង់ចំណុចនេះដែរដើម្បីគូស parabol បានគឺបងត្រូវប្រើ parabol ឬក៏ hyperbol បាទដែលបងត្រូវប្រើដើម្បីគូសរូបឲ្យបានស្អាតនិងត្រឹមត្រូវទៅតាមបច្ចេកទេសរបស់គណិតវិទ្យាបាទអញ្ចឹងយើងគូសកំពូលមុនកំពូលរបស់វាគឺ00ចំបានន័យថានៅគល់ O បន្តមកគំនុំគឺ0ដក2បានន័យថា x ស្មើ0 y ស្មើដក2បាទអញ្ចឹងមកក្រោមគឺដក2បន្តមកយើងគូសចំណុចកាត់គឺ y ស្មើដក2 x ស្មើ4និង x ស្មើដក4បាទអញ្ចឹងយើងភ្ជាប់មកបាទគឺជាចំណុចដែល parabol កាត់តោះនេះបងបន្តមកយើងគូសសមីការបន្តប្រាប់ទិសគឺ y ស្មើ2បាទអញ្ចឹងបាទយើងគូសបន្តប្រាប់ទិសមកគឺ y ស្មើ2តោះនេះបងណាបាទបងមើលមួយណាបាទហើយរៀនគូសរៀនមើលទៅតាមរបៀបនៃការគូស parabol បាទខ្ញុំគូសដៃទេអញ្ចឹងអត់បានសុក្រទេអញ្ចឹងនៅពេលដែលបងគូសប្រើ parabol ហើយត្រង់ចំណុច parabol ហ្នឹងមិនមែនគូសទៅគឺស្រួចទេបាទវារាងទាលណាបងដឹងហើយរាង parabol បាទអញ្ចឹងកំពូលរបស់វាគឺបែរទៅលើបាទកំពូលបែរទៅលើអញ្ចឹងកាត់តាមគល់ O បាទបងបាទនេះគឺជាចំណុចដែលយើងត្រូវ